បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី22ខែ7ឆ្នាំ2020អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី22ខែ7ឆ្នាំ2026អញ្ចឹងខ្ញុំបាទក៏មានតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង5អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង5រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ52អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ17អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ31អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី3គ្រាប់ទី3គឺមានតម្រុយលេខ31រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ96អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី4អញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃទី22ខែ7ឆ្នាំ2026អញ្ចឹងតម្រុយលេខអុកតុងគឺមានតម្រុយអុកតុង5អញ្ចឹងនេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់អញ្ចឹងតម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ52រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ17អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ31រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ96អញ្ចឹងតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណអញ្ចឹងតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយលេខ9 95គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណតម្រុយលេខធំគ្រាប់ទី1គឺមានតម្រុយលេខ995គុណរីឯតម្រុយលេខធំគ្រាប់ទី2តម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ8 45គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ8 45គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា